A few moments later. បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបដាល់គុណខ្មែរម្ដងនេះព្រំសំណាងសុំទាំងការទាំងដើមវិញហើយបាទបាទជំនួបសងសឹករវាងព្រំសំណាងជាមួយនឹងអាប៊ូហ្វេសលបាទបានត្រឹមតែទឹកទី2ទេដោយព្រំសំណាងគាត់បានតតធ្ងន់បាទតតផ្ទួនទៅលើជើងអាប៊ូហ្វេសលធ្វើឲ្យអាប៊ូហ្វេសលมันអាចងើបមកតតាំងជាមួយនឹងព្រំសំណាងបានបាទហើយក៏ត្រូវបានលោកគ្រូអាជ្ញាកដាលប្រជុំតែម្ដងបាទនៅត្រឹមនាទី1នាទីថយក្រោយនៅក្នុងទឹកទី2បាទបានន័យថាទឹកទី2នេះពួកគាត់ប្រកួតបានតែ2នាទីទេបាទអញ្ចឹងបងប្អូនចំពោះជំនួបរវាងព្រំសំណាងជាមួយនឹងអាប៊ូហ្វេសលនេះខ្ញុំអត់ដឹងថាជាលើកទីប្រមាណទេបងប្អូនបាទដោយសារតែខ្ញុំបានឃើញវីដេអូខ្លះបាទនៅលើបណ្ដាញសង្គមគឺនៅលើ YouTube បាទគឺព្រំសំណាងធ្លាប់ផ្ដួលអាប៊ូហ្វេសលឲ្យបោះបង់ការប្រកួតម្ដងបាទបន្ទាប់មកទៀតក៏មានការប្រកួតម្ដងទៀតដោយអាប៊ូហ្វេសលហ្នឹងបានបាទផ្ដួលព្រំសំណាងវិញបាទដោយប្រើស្នៀតកែងបកធ្វើឲ្យព្រំសំណាងសន្លប់ធំបាទបន្ទាប់មកទៀតដូចជាមានការចាំបានថាពួកគាត់ក៏មានការសងសឹកជាថ្មីម្ដងដែរបងប្អូនបាទខ្ញុំមិនចាំច្បាស់ទេបងប្អូនកាលនោះលទ្ធផលដូចជាស្មើគ្នាបាទពីព្រោះខ្ញុំវាភ្លេចដែរហើយបងប្អូនយូរហើយបាទហើយក្រោយមកទៀតក៏មានការជួបគ្នាបាទជាថ្មីម្ដងទៀតកាលពីថ្ងៃទី9ខែ11ឆ្នាំ2025កន្លងទៅបាទហើយព្រំសំណាងក៏បានផ្ដួលអាប៊ូហ្វេសលឲ្យលោកគ្រូអាជ្ញាកដាហ្នឹងប្រឈប់អាប៊ូហ្វេសលនៅត្រឹមទឹកទី2បាទអាចនិយាយបានថាម្ដងនេះព្រំសំណាងសុំទាំងការទាំងដើមវិញហើយបាទហើយប្រសិនបើជាមានការលើកឡើងខុសឆ្គងកន្លែងណាបងប្អូនអធិស្ឋានផងបាទចំពោះជំនួបសងសឹកក៏ដូចជាជំនួបនីមួយៗរបស់ព្រំសំណាងនិងអាប៊ូហ្វេសលបាទប្រសិនបើខ្ញុំមានការលើកឡើងខុសឆ្គងបាទសូមអធិស្ឋាន